សួស្តីអ្នកទាំងអស់គ្នាយើងមកបន្តពីរឿងមកហើយយើងបន្តទៀតតមកខាត់ពីយូយើងចូលរួមស្ដាប់សេរីយើងទាំងអស់គ្នាមហាថេរៈក្តីសង្ឃឹមក៏បានអង្គុយលើស្ថិតនៅក្នុងបន្ទប់សម្ងាត់របស់គេសក់របស់គេវាគឺរញ៉េរញ៉ៃខ្សែផ្ទៃរបស់គេវាក៏មានពណ៌ហមគេមើលទៅដូចជាប្រសិនបើគេក្បងប្រែទេឈួតគម្រោងការរបស់គេវារៀបនឹងបរាជ័យស្ថិតនៅក្នុងពេលនោះមនុស្សគ្រប់គ្នានឹងចាក់ចេញទៅហើយប្រសិនបើរឿងមនុស្សវាបានកាត់ឡើងពួកគេនឹងមិនវិលត្រឡប់មកវិញទេគេបានធ្វើការសម្លឹងមើលស្ថិតនៅក្នុងភាពសោកសៅនៅគណៈពេលអ្នកវឹកហាត់នៅបាសកោមីក៏បានចាប់បានធ្វើការបញ្ចេញសកម្មភាពទៅកាន់សិស្សបាក់ផ្សាយក្នុងតែម្នាក់ដែលគាត់នៅសេសរបស់គេកំហឹងវាក្បងបង្ហាញឡើងចេញមកស្ថិតនៅក្នុងរឿងការរបស់គេហើយក៏ដោយបានធ្វើការទ្រាំតទៅទីស្ត្រលើកម្រិតវឹកហាត់របស់គេគេក៏បានធ្វើការបញ្ជូនចេញនៅសម្លេងដូចជាប្រកបការរបស់គេចេញទៅវាក៏បានធ្វើឲ្យឋានសួគ៌ញ័រហើយវាក៏បានធ្វើឲ្យខ្យល់វាក៏បានបោកទៅវិញទៅមកស្ថិតនៅក្នុងភ្នំនៅកំពង់ស្ថិតនៅជិតនឹងបាក់ក្តីសង្ឃឹមដើមឈើវាក៏ត្រូវបានដកឬចេញនៅគណៈពេលដែលខ្យល់ព្យុះវាក៏បានធ្វើការបោកទៅលើផ្ទៃដីវាក៏មានដើមឈើជាច្រើនទៀតវាក៏ត្រូវបានបាយប្រែខ្លាយជាបំណែរហូតដល់ខ្យល់ព្យុះវាក៏បានប្រែទៅជាមាននៅពណ៌បៃតងក្រមៅដែលវាក៏ត្រូវបានពោពេញជាមួយនឹងរស្ទះដែលក៏បានភ្លឺចាញ់ចាំងជាងខ្លាំងចេញមកពីរដ្ឋចៅក៏បានដែលស្ថិតនៅក្នុងលំហខ្យល់ដែលបានធ្វើការសម្លឹងមើលទៅក៏មានភាពអលង្ការតុងបីទៅជួយយន្តចេញមកពីបាក់ដៅសូលក៏មើលទៅក៏មានភាពងឹងឆ្កល់ដែលក៏បានធ្វើការ3នៅឆ្នាំបានបានដួលសម្រាប់ដែលស្ថិតនៅក្នុងដែររបស់គេគេក៏បានធ្វើការថយដែលទៅធំសម្រាប់នៅស្ថិតនៅក្រោមជើងរបស់គេវាក៏បានចាប់ដល់បង្ហាញចេញនៅសម្លេងហើយបន្តមកគេវាក៏ត្រូវបានរំពាត់ទៅដល់ចំហាយថាពោដែរស្ត្រីដែលមាននៅសម្រស់ស្រស់ស្អាតដែលមកពេលបាក់កញ្ច្រៃខ្មៅក៏បានមើលទៅក៏មានការភ្ញាក់ផ្អើលផងដែររំនេះក៏បានធ្វើការថយដែលក៏បានលូកដៃទៅក្រោមដើម្បីទៅធ្វើការស្ទះនៅផ្ទៃខាងលើនៃត្រីវិស័យហ្វឹងស៊ុយវាភ្លុំភ្លើក៏បានពង្រីកពីដងចេញពីទំហំដើររបស់វាក្លែមើលចៅសានលេងចេញមកពីបាក់តកមាននៅវិញគេក៏បានដកដង្ហើមធំហើយក៏បានធ្វើការថយត្រប់ថយក្រោយព្រាមដែររបស់គេគឺក៏បានធ្វើការបង្កើតនៅត្រៃជាច្រើនដែលពណ៌នេះក៏បានហោះចេញមកពីផ្នែកខាងក្រៅរបស់គេហើយរាងកាយទាំងមូលរបស់គេវាក៏បានភ្លឺជាមួយនឹងពលឺពណ៌មាសដែលក៏បានធ្វើឲ្យគេវាក៏មើលទៅដូចជាមេសពទេម្នាក់ពួកគេទាំង3នាក់ក៏បានធ្វើការសម្លឹងមើលជំវិញទៅកាន់បាក់ក្តីសង្ឃឹមដូចជាប្រសិនបើពួកគេក៏បានជួយប្រទេសជាមួយនឹងគូប្រកួតមានថាពលខ្លាំងម្នាក់មកហើយដែលគេក៏នៅតែបានឈរស្ទើរលើភ្នំថៃខាងកើតបានធ្វើការសម្លឹងមើលទៅកាន់ការផ្លាស់ប្ដូរទៅលើព្រឹត្តិការណ៍មួយនេះទៅកាន់ខ្យល់ព្យុះដែលវាក៏មានពណ៌បៃតងក្រមៅដែលវាក៏ត្រូវបានពេញទៅលើលំហកាសជាមួយនឹងសម្លេងនៃខ្សែរបស់វាដែលវាក៏ត្រូវបានពោពេញជាមួយនឹងអំណាចដែលមិនអាចព្រាយស្មើបានគេបានស្វែងរកឃើញថាវាក៏មានផលលំបាកដើម្បីធ្វើការដកដង្ហើមខ្សែផ្ទៃរបស់គេក៏បានបើកឡើងយ៉ាងធំគេក៏បានធ្វើការបំលាស់ទីថយក្រោយបង្ហាញគេក៏បានធ្វើការចាប់កាន់ដុំថ្មមួយហើយក៏បានធ្វើការចាប់កាន់យ៉ាងណែនដែលក៏មានភាពភ័យខ្លាចថាគេនឹងត្រូវបានបឺតស្រូបយកចេញទៅស្រ័យខ្យល់ហើយបន្តែខ្សែផ្ទៃរបស់គេក៏បានភ្លឺចាញ់ចាំងពាក្យសម្ដីរបស់មហាថេរៈក្តីសង្ឃឹមបាញ់មិញនេះវាក៏បានធ្វើការរំលឹកគេទៅលើអ្វីដែលគេបានធ្វើការអាននៅស្ទើរលើទំព័រដំបូងនៃក្បួនប្រមូលផ្ដុំថាពលដែលចេញមកពីការពេលរយៈពេលប្រមាណឆ្នាំមកទាំងនោះនៅពេលដែលគេបានមកដល់នៅស្ថិតនៅឯបាក់ក្តីសង្ឃឹមដំបូងហើយលើហោហើយនឹងមហាប្រតិយាអ៊ូយ៉ាងក៏បានសម្លឹងមើលទៅគឺមានការភ្ញាក់ផ្អើលផងដែរការផ្លាស់ប្ដូរទៅលើព្រឹត្តិការណ៍មួយនេះវាក៏ភ្លាមខ្លាំងពេកដោយក៏ប្រសិទ្ធឲ្យពួកគេវាក៏មានការភ្ញាក់ផ្អើលទៅកាន់ចំណុចដែលវាក៏ស្ទើរតែហាក់បីដូចជាប្រសិទ្ធបើកម្រិតវឹកហាត់របស់ពួកគេវានឹងដួលរលំនៅស្ថិតនៅក្រោមអំណាចនៃខ្យល់ព្យុះអនុញ្ញាតឲ្យវាក៏ត្រូវបានដឹងទៅមហាថេរៈគឺនៅស្ថិតនៅទីនេះមហាថេរៈក្តីសង្ឃឹមក៏បានធ្វើការស្រែកស្ថិតនៅក្នុងជំរៅជ្រៅស្ថិតនៅក្នុងបន្ទប់សម្ងាត់របស់គេវាគឺគ្មាននៅមនោណាមដែលក៏ត្រូវបានអនុញ្ញាតដើម្បីឲ្យប៉ះនៅក្មេងនេះដែលមានត្រកូលថាម៉ងទេគេគឺជាសិស្សនៃបាក់ផ្សាយក្នុងតែម្នាក់របស់ខ្ញុំនៅសេសសល់ប្រសិនបើគេស្លាប់ខ្ញុំនឹងគ្មានក្តីសង្ឃឹមដល់ទៀតទេដែលក៏បានខំសកាត់ថ្មីរបស់គេគេក៏បានធ្វើការស្ទះនៅក្បាលរបស់គេហើយរាងការរបស់គេក៏បានញ័រគេក៏បានខ្ចាក់ចេញនៅម្ដងនៅហាត់ជាមួយបន្តមកក៏បានបន្តវានៅខ្លួនរបស់គេម្ដងហើយម្ដងទៀតដែលក៏បានខ្ចាក់ចេញនៅហាត់ជាបន្ថែមរាងការរបស់គេក៏បានចាប់ដល់មង្គលក៏មាននៅការសម្លឹងមើលមួយនៃភាសាខ្ពើវាក៏បានបង្ហាញឡើងស្ថិតនៅក្នុងកសែតរបស់គេបន្តពីធ្វើការវានៅខ្លួនរបស់គេចំនួន7ទៅ8ដងវាក៏មាននៅចំនួនធំសម្បើមនៃឈាមវាក៏បានបាញ់ចេញមកវាក៏បានប្រមូលផ្ដុំជាមួយនឹងគ្នាបន្តមកវាក៏បានបាញ់ឈ្មោះសម្ដៅទៅកាន់ចិញ្ចាំងថ្មជាមួយនឹងសម្លេងផ្ទុះទៅកំពុងតែបំភ្លឺឡើងមួយវាក៏បានប៉ះសកិច្ចប្រឆាំងជាមួយនឹងចិញ្ចាំងថ្មហើយវាក៏មាននៅចំនួនពាក់កណ្ដាលនៃវាក៏ត្រូវបាត់ចេញទៅដោយពេលវេលាដែលវាក៏អាចធ្វើការសម្លូតឆ្លងកាត់ដល់បានធ្វើនៅរឿងមួយនេះក្បាលរបស់មហាថេរៈក្តីសង្ឃឹមក៏បានបែរទៅផ្នែកម្ខាងហើយគេក៏បានធ្លាក់ចរផ្ទៃក្នុងការដេកលងលក់គេក៏ស្ទើរតែហាក់បីដូចជាស្លាប់ដូចជាប្រសិនបើហាត់ឈាមដែលវាត្រូវបានចម្រាញ់វាក៏ត្រឹមតែមានផ្ទុកនៅស្ទះរបស់គេលហាត់ឈាមដែលវាក៏ត្រូវបានចម្រាញ់វាក៏បានផ្ទុកចេញមកពីបន្ទប់សម្ងាត់ហើយដោយឆ្លងកាត់ទៅលើតំបន់មួយនេះដែលស្ថិតនៅក្នុងការសម្លឹងមើលនៃការភ្ញាក់ផ្អើលរបស់មនុស្សគ្រប់គ្នាវាក៏បានរីកសុខសាយចេញមកដើម្បីធ្វើការក្រឡប់នៅបាក់ក្តីសង្ឃឹមទាំងមូលឲ្យប្រែខ្លាយទៅជាអពណ៌ក្រហមដែលវាក៏មិនក៏ចូលគ្នាមួយស្ថិតនៅផ្ទៃក្នុងអាំវាក៏មាននៅសម្លេងនៃរន្ទះដែលវាក៏បានលើឡើងចេញមកនៅគណៈពេលវាក៏បានបន្តពង្រីកស្ថិតនៅក្នុងរយៈពេលភ្លាមវាក៏បានធ្វើការក្រឡប់ទៅលើតំបន់ភ្នំដែលក៏ស្ថិតនៅជុំវិញសម្រាប់រយៈចម្ងាយជាច្រើនគីឡូម៉ែត្រវាក៏មាននៅចំនួនច្រើនឡោះដែលស្ថិតនៅក្នុងគ្រប់ទិសទីកន្លែងទាំងអស់
ដោយមើលចេញពីផ្ទៃខាងក្រៅវាក្បត់បង្ហាញឡើងដូចជាប្រសិនបើតំបន់ទាំងមូលវាក្បត់ប្រែខ្លាយទៅជាសមុទ្រនៃអាប់ពណ៌ក្រហមមួយអាប់វាក្បត់កោចូលគ្នាហើយសំឡេងនៃក្បត់អាស្រ័យវាក្បត់លើកឡើងជារផ្សាយក្នុងផលការអ្នកអវកាសទាំងអស់គ្នាដែលមានវត្តមានគឺមានភាគស្រឡាំងកាំងហើយការភ្ជាប់អារបស់ពួកគេវាក៏ត្រូវបានមើលឃើញនៅស្ថិតលើមុខរបស់ពួកគេសូម្បីតែជួយានយន្តនិងអ្នកដទៃសិននៃបាក់ផ្សាយខាងក្រៅពួកគេក្បត់ដួលសន្លប់ទាំងអស់ដែលមិនត្រូវបានរងនៅរបួសស្ថិតនៅផ្សាយម្ខាងទៀតឯវិញលោកមេបាក់ហើលូហួរនិងមហាប្រតិចាអ៊ូយ៉ាងក៏ត្រូវបានរុញចេញទៅពីអាប់មុខរបស់ពួកគេក្បំប្រែទៅជាស្លេកស្លាំងនៅគណៈពេលពួកគេបានធ្វើការសម្លឹងមើលដែលស្ថិតនៅក្នុងភាពជាក់អាល់អាប់វាក្បំចាប់ដើមកម្រើកដែលគួរតែបង្កើតជាមួយនឹងគ្នាទៅប្រែខ្លាយទៅជាមុខយ៉ាក់មួយទំហំនៃមុខវាក្បំធ្វើឲ្យមនុស្សគ្រប់គ្នាវាត្រូវបានពោពេញជាមួយភាពភ័យខ្លាចមុខវាគឺជាមុខរបស់បរិវ័យចំណាំម្នាក់ដែលមានភាពស្កប់ស្កាំមានថាពោខ្លាំងហើយនឹងមានភាពត្រួតត្រាប្រសាផ្ទៃរបស់គេវាក៏ត្រូវបានបិទប៉ុន្តែនៅគណៈពេលដែលហឺលូហួរនិងមហាប្រតិចាអ៊ូយ៉ាងបានមើលឃើញរូគេក្បាលរបស់ពួកគេក៏បានចាប់ដល់បង្វិលពួកគេក៏បានស្គាល់ថានេះវាគឺគ្មាននៅមនុស្សណាម្នាក់ផ្សេងទៀតជាងមហាថេរៈក្តីសង្ឃឹមនោះទេមហាថេរៈមហាប្រតិចាអ៊ូយ៉ាងក៏បានធ្វើការនិយាយខ្សែផ្ទៃរបស់គេក៏បានបើកឡើងយ៉ាងធំដែលត្រូវបានពុះពេញជាមួយភាពរំភើបរូគេមិនទាន់ស្លាប់តទៅសោះជើងខ្លាំងនៃចេញមកពីរត់ចៅក៏បានធ្វើការស្រែកចេញមកដោយស្ថិតនៅក្នុងភាពភ្ញាក់ផ្អើលមុខរបស់ពួកគេវាក៏បានត្រូវបានរីងស្ងួតពីលហាត់ឈាមម្ដងម្នាក់ពួកគេក៏បានធ្វើការហោះទៅដោយបេះដូងរបស់ពួកគេនឹងកំពុងតែញ័រភ្លាមមុខអាប់ពណ៌ក្រហមរបស់មហាថេរៈក្តីសង្ឃឹមក៏បានធ្វើការបើកនៅខ្សែផ្ទៃបន្តិចវាក៏ត្រឹមតែបានធ្វើការបើកនៅមួយជំរាកតែប៉ុណ្ណោះហើយតែវាក៏បានធ្វើការបង្ហាញចេញនៅថាពលតែគាត់ញ័រមួយដោយវាក៏ហាក់បីដូចជាប្រសិនបើវាអាចធ្វើការបំបែកបើកឡើងនៅប្រធននេះរូគេក៏បានធ្វើការកលេចមើលទៅកាន់ឋានសួគ៌ហើយពួកវាហាក់បីដូចជាវាក៏មានពណ៌ក្រហមនៅគណៈពេលដែលការសម្លឹងមើលរបស់រូគេក៏បានធ្វើការសម្លឹងមើលជុំវិញខ្យល់ព្យុះដែលវាក៏មានពណ៌បៃតងក្រមៅវាក៏បានបុកឈ្មោះសម្ដៅជ្រប់ផ្សែក្នុងអាប់ពណ៌ក្រហមដែលហាក់បីដូចជាក្បួនប្រែប្រួលដោយប្រែខ្សែទៅជាសក់ខ្មៅរវែងរបស់មហាថេរៈក្តីសង្ឃឹមនៅគណៈពេលដែលរូគេបានធ្វើការសម្លឹងមើលในរឿងមួយមុខរបស់ជួយន្តក៏បានប្រែទៅជាស្លេកស្លាំងហើយរូគេក៏បានខ្ចាក់ឈាមចេញមកនៅគណៈពេលដែលរូគេក៏បានធ្វើការរត់ថយទៅក្រោយដើររបស់រូគេភ្លុំភ្លឺវាក៏ត្រូវបានបែកទៅជាពីរប្រសាទផ្ទៃរបស់រូគេក៏ត្រូវបានពោពេញជាមួយនឹងភាពភ័យខ្លាចហើយបេះដូងរបស់រូគេក៏បានលោតញាប់កម្រិតធ្វើការរបស់រូគេនោះវាក៏ស្ថិតនៅកម្រិតទី4ប៉ុន្តែដោយស្ថិតនៅក្រោមការសម្លឹងមើលមួយនេះវិញ្ញាណបរិសុទ្ធរបស់រូគេវាក៏បានចម្លងស្វិតរូគេបានធ្វើការរត់ថយកាន់តែលឿនថែមទៀតដែលគាត់ដកយកចេញនៅក្រដាសយន្តដែលមានពណ៌ខៀវមួយបណ្ដារូគេបានធ្វើការបើកដំណើរការវាក៏បានក្រឹតរដាប់នៅរាងកាយរបស់គេក៏ដូចជាឆាន់វ៉ាន់ដែលបានដួលសម្លាប់ផងដែរហើយរូគេក៏បបន្ថែមលបឿនចរផ្សាយក្នុងរយៈចម្ងាយវាក៏មាននៅសម្លេងមាននៅថាពោខ្លាំងមួយដែលវាក៏ហាក់បីដូចជាបំលើឡើងដោយស្ថិតនៅក្នុងបេះដូងរបស់គេពួកលើក៏បានប្រាប់រូគេថាគូប្រកួតរបស់រូគេមិនមែនស្ថិតនៅកម្រិតទី4នោះទេប៉ុន្តែគឺស្ថិតនៅកម្រិតទី5នៅគណៈពេលដែលស្ត្រីដែលមាននៅសម្រស់ស្រស់ស្អាតដែលចេញមកពីបាក់កញ្ច្រែងខ្មៅក៏បានមើលឃើញរករឿងអស់នេះក៏បានកាត់ឡើងត្រីវិស័យហ្វឹងស៊ុយដែលស្ថិតនៅក្រោមជើងរបស់នាងភ្លុំភ្លឺវាក៏បានចាប់ដើមបង្ហាញចេញនៅសម្លេងនៃក្បួនផ្ទុះហើយវាក៏ត្រូវបានពោពេញជាមួយនឹងស្នាមប្រេះបន្តមកវាក្បោងផ្ទុះទៅប្រែខ្លាយជាបំណែកស្ត្រីម្នាក់នេះមិនដែលមានភាពភ័យខ្លាចខ្លាំងទេដោយក្បួននឹងខ្ចាក់ចេញឈាមចេញមករំនេះក៏បានធ្វើការថយជាមួយនឹងស៊ូឈិងដែលបានដួលសន្លប់រឿងតែម្យ៉ាងដែលវាបានធ្វើការបំពេញនៅចិត្តរបស់នាងវាគឺជាការរត់គេចក៏ឡើងមើលចៅសាំងលីងដែលមាននៅមៀតដាំងដែលមាននៅកម្ពស់ខ្ពស់រាងកាយរបស់រូគេហាក់បីដូចជាប្រសិនបើវាគឺក្បួនត្រូវបានវាប្រហារទៅដោយភ្នំនៅក្បួនធ្លាក់ចូលមកមួយរូគេក៏បានធ្វើការរត់ថយលើក្រោយលើក្បួនក៏ចេញឈាមចេញមកដើមមានស្ថិតនៅចាំពីមុខរបស់រូគេវាក្បោងប្រែបែកទៅប្រែខ្លាយជាបំណែកមុខរបស់រូគេក៏មានសភាពស្លេកស្លាំងរូគេក្បាត់បាយហើយក្បាត់ហោះចាញ់ទៅដល់ក្បួនហោះឈ្មោះសម្ដៅទៅកាន់ស្នាមប្រែជើងខ្លាំងលើចេញមកពីរត់ចៅក្បងខ្ចាក់ចិញ្ចៀមចេញមកទាំងអស់អ្នកវឹកខាត់កម្រិតទី2ក៏មានអារម្មណ៍ថាពូមាននៅស្ថិតនៅក្នុងរាងកាយរបស់ពួកគេវាក៏មិនតែបាក់ហើយពួកគេបានដឹងថាអាយុរបស់ពួកគេវាក៏ត្រូវបានទទួលរងនៅផលខូចខាតមុខរបស់ពួកគេក្បងប្រែទៅជាស្លេកស្លាំងស្ថិតលើកំពូលភ្នំទន្សាយខាងកើតអាប់ពណ៌ក្រហមវាក្បងបង្វិលស្ថិតនៅជាមួយខ្លួនរបស់បង្ហៅដែលក្បួនទៅបង្វិលស្ថិតនៅជាមួយចង្កេះរបស់គេមាននៅមុខរស្លេកស្លាំងបង្ហៅឬគេក្បងបន្តធ្វើការក្តាប់កាន់នៅលំថ្មស្ទើរកាន់អ្នកផ្សាយខាងក្រៅស៊ីសាររបស់បង្ហៅវាក៏ស្ថិតនៅក្នុងចំណុចកណ្ដាលនៃស្ការបស់មហាថេរៈក្តីសង្ឃឹមតែម្ដងឯងបានបង្ខំឲ្យបាក់ក្តីសង្ឃឹមរបស់ខ្ញុំមិនផ្សាយចោលហើយឯងបានព្យាយាមដើម្បីធ្វើការសម្លាប់នៅអ្នកស្នងតំណែងតែម្នាក់របស់ខ្ញុំឯងក៏ពិតជាមានភាពរហ័សមែនសំលេងនឹងជួយពិភពលោករបស់គេវាក្បងផ្ទុះចេញមកទៅកាន់គ្រប់ទិសទីខ្លាយទាំងអស់ហើយនៅគណៈពេលវាក្បងលើកឡើងចេញមកវាក៏មានកម្មស្មីនៃ blue ball ក្រហមចំនួន3វាក្បត់បាញ់ចេញទៅដែលក្បត់បាញ់ឈ្មោះសម្ដៅទៅកាន់ជួយានយន្តស្ត្រីដែលមាននៅសម្រស់ស្រស់ស្អាតហើយនឹងបរិបទដែលមានមៀតដាំងដែលមកពីបាក់តកមៀខ្ញុំជួយានយន្តគឺជាប្រតិចាម្នាក់នៃបាក់ដៅសូលអ្នកការពារសៅប្រសិនបើមហាថេរៈក្តីសង្ឃឹមធ្វើការសម្រាប់ខ្ញុំបាក់ដៅសូលនឹងពិតជាធ្វើការបំផ្លាញលោកមហាថេរៈក្តីសង្ឃឹមសូមធ្វើការរំសាយនៅកំហឹងរបស់រៀមច្បងទៅសើបអូននេះគឺជាសើម្នាក់នៃបាក់កញ្ច្រែងខ្មៅលោកសាររបស់ខ្ញុំក៏មានឈ្មោះថាភិងសានសៅគឺជាសម្បានល្អរបស់រៀមច្បងសើបអូននេះបានយល់ខុសសូមមហាថេរៈក៏មាននៅកំហឹងខំស្វាអីពាក្យសម្ដីវាក្បំលើឡើងចេញមកពីមនុស្ស
ទាំង3នាក់នៅគណៈពេលពលឺបកក្រហមក្បត់ដេញតាមពួកគេមហាសេរៈក្តីសង្ឃឹមក្បត់ធ្វើការបង្ហាញចេញនៃការសើចមកយ៉ាងត្រជាក់មួយពុំភ្លេចវាចោះពួកឯងទាំង3នាក់កាមេរ៉ាស្មីនៃពលឺបកក្រហមទាំង3វាក្បត់បាត់ចេញទៅត្រឡប់ទៅវិញហើយសួរនៅប្រជានៃបារបស់ពួកឯងប្រសិនបើពួកគេក្បត់ភ្លេចជាប់ពាក់ព័ន្ធនឹងការពារសម្បត្តិហាត់ឈាមដែលពួកយើងបានធ្វើការស្បត់ការពីរយៈពេលប្រមាណ100ឆ្នាំអស់ទៅនោះរដ្ឋចៅវាគឺជាឋានរបស់ខ្ញុំមនុស្សណាម្នាក់ដែលហ៊ានបោះជំហានចូលមកកាន់ទីនេះមិនអាចស្ដីបន្តខ្ញុំសម្រាប់ការធ្វើការសម្រាប់នៅពួកគេបានទេក្លែងមកមើលសើ3នាក់អស់ទៅនោះវិញយកពួកគេចាក់ចេញទៅខ្ញុំមិនត្រូវការពួកគេនោះទេមុខរបបពួកគេវាគឺមានស្ពាយស្លេកស្លាកសើនេះដែរផ្សាយខាងត្បូងទាំង3នាក់ក៏បាក់ខ្លួនចេញទៅដែលក៏នៅមើលឃើញនៅរឿងមួយនេះអ្នកអវខាននៃរដ្ឋចៅក៏បានកកដោយស្ថិតនៅក្នុងមួយកន្លែងដែលក៏ញ័រដែលក៏នៅមើលឃើញនៅអ្នកអវខានក៏ប្រត់ស៊ី4បញ្ជាក់បានមកចេញសកម្មភាពដូច្នោះវាក៏បានហ្វឲ្យពួកគេកកនៅមួយកន្លែងអ្នកដែលមានរដ្ឋាភិបាលខ្លាំងជាងគេបំផុតដែលស្ថិតនៅក្នុងចំណោមពួកគេវាក៏ត្រឹមតែស្ថិតនៅកម្រិត C2 រឿងព្រៃដែលទៀត1000ឆ្នាំនៅជាប់ពាក់ព័ន្ធនឹងកិច្ចការមហាសេរៈក្តីសង្ឃឹមស្ថិតនៅក្នុងវគ្គឥឡូវនេះវាក៏ស្ថិតនៅចំពីមុខខ្សែផ្សាយរបស់ពួកគេគឺក៏ដាក់ពេលដែលសំឡេងនៅវាមានភាពត្រួតត្រានិងមានរដ្ឋាភិបាលខ្លាំងវាក្បងផ្ទុះចេញមកអាប់វាក្បន់ខូចចូលគ្នាឲ្យគាត់មកវិលជាមួយនឹងបង្ហើដែលស្ថិតនៅចំណុចកណ្ដាលរបស់វាអាប់វាក្បន់ធ្វើការប្រមូលផ្ដុំស្ថិតនៅចំពីមុខរបស់បង្ហើដើម្បីបង្កើតទៅជាលំពេងទៅវិញមួយវាគឺមិនមាននៅពណ៌ក្រហមនោះទេប៉ុន្តែជំនួសវិញវាក៏ត្រូវបានក្រដាមជាមួយនឹងការឆ្លាក់នៃអក្សរយ័ន្តដែលវាក៏មានពណ៌សពណ៌ប្រាក់និងពណ៌មាសវាក៏បានបង្ហាញឡើងនៅវាក៏មានភាពអស្ចារ្យយ៉ាងខ្លាំងបាក់ក្តីសង្ឃឹមវាក៏ត្រូវបានរំលាយដូច្នោះវាចឹងចោះប៉ុន្តែក្មេងនេះក៏ត្រូវជាអ្នកស្នងតំណែងនៃបាក់ផ្សាយក៏ក្នុងលើម្នាក់របស់ខ្ញុំប្រសិនបើវាក៏មាននៅមនុស្សណាម្នាក់ហ៊ានប៉ះរូគេចំណាក់របស់រូគេក្បត់បែរទៅកាន់បង្ហើស្ថិតនៅក្នុងករណីនោះបង្ហើធ្វើការប្រើប្រាស់នៅលំពេងមួយនេះដើម្បីធ្វើការសម្លាប់នៅមនុស្សម្នាក់នោះរាល់ពួកឯងទាំងអស់គ្នាចេញទៅសំឡេងរបស់រូគេវាក្បំលើនៅឆ្លងកាត់ទៅលើទឹកដីមួយនេះជើងខ្លាំងនៃរដ្ឋចៅភ្លាមក្បត់ធ្វើការហោះចាក់ចេញទៅអ្វីដែលពួកគេបានហាក់បីដូចជាកត់សម្គាល់ដឹងនោះវាថាសំឡេងរបស់មហាសេរៈក្តីសង្ឃឹមវាក្បំប្រើទៅជាមានភាពទន់ខ្សោយប៉ុន្តែវាក៏មានផលលំបាកយ៉ាងខ្លាំងដើម្បីកត់សម្គាល់ដឹងបានប៉ុន្តែប្រសិនបើមនុស្សម្នាក់ធ្វើការចំណាយនៅចំណាក់រងមានការប្រុងប្រយ័ត្នវានឹងពិតជាមានភាពទន់ខ្សោយសិននេះបាក់ផ្សាយខាងក្រៅក៏បានដួលសន្លប់ភ្លាមក្បានលើកឡើងជារកតែក្នុងលំហខ្យល់ហើយក៏បានហោះចេញទៅគ្រប់ទិសទីកន្លែងទាំងអស់បន្តមកវាក៏មាននៅពលឺពណ៌ក្រហមដូចជាហាត់ជាមួយវាបានធ្វើការក្រដាប់ទៅលើបាក់ក្តីសង្ឃឹមទាំងមូលវាគឺគ្មានអ្នកផ្សាយខាងក្រៅណាម្នាក់នឹងអាចមើលឃើញវាប៉ុន្តែបង្ហើយឬគេអាចហើលូហោនឹងមហាប្រតិចាអ៊ូយ៉ាងក៏បានធ្វើការសម្លឹងមើលដោយស្ថិតនៅក្នុងភាពភ្លឹកមួយនៅចុងបញ្ចប់ភាគអាម៉ាស់ក៏បានបង្ហាញឡើងដោយស្ថិតលើមុខរបស់ហើលូហោឬគេក្បត់មកទីក្បាលរបស់គេហើយក៏បានធ្វើការអន់រូបយ៉ាងជ្រាលជ្រៅឈ្មោះសម្រាប់នៃការរនាំងការពីពណ៌ក្រហមបន្តមកគេក្បត់ដកដង្ហើមធំនៅវែងដែលបាត់បាយហើយក៏បាត់ខ្លួនជារកតែក្នុងរយៈចម្ងាយមហាប្រតិចាអ៊ូយ៉ាងក៏មានភាពស្គិនស្កាត់ជាមួយនឹងការដកដង្ហើមធំមួយឬគេក្បត់ចាក់ចេញទៅមកហើយឬគេក្បត់ឈរដោយស្ថិតនៅក្នុងពលឺពណ៌ក្រហមហាត់ឈាមតែក៏បានសម្លឹងមើលទៅមានភាពរំភើបឬគេបានសម្លឹងមើលទៅកាន់បំពេញដែលវាក៏បានធ្វើការបង្ហាញចេញនៅពលឺពណ៌សពណ៌ប្រាក់ហើយនិងពណ៌មាសភ្លាមលំពេងដែលបានធ្វើការមកកំដៅដោយផ្សោតរបស់វាក៏បានបាញ់ឈ្មោះទៅមុខដែលក៏បានរួមបញ្ចូលគ្នាជាមួយនឹងអាំដើម្បីផ្លាស់ប្ដូរដោយប្រែក្លាយទៅជារូបភាពនៃបរិបទចំណាំម្នាក់ដែលក៏បានស្លៀកឈុតពណ៌ក្រហមវាគឺជាមហាសេរៈក្តីសង្ឃឹមដែលក៏បានធ្វើការកដោដៃរបស់គេគ្រប់បង្ហើយឬគេក៏បាននិយាយសិស្សបង្ហើយសូមធ្វើការគ្រប់ទៅកាន់មហាសេរៈស្ដាប់ខ្ញុំអាចត្រូវធ្វើការប្រើប្រាស់នៅមួយជំរាកនៃស្ថិរភាពរបស់ខ្ញុំតែប៉ុណ្ណោះដូច្នេះវាគឺមិនមានភាពងាយស្រួលដើម្បីធ្វើការបណ្ដាញដាក់បង្ខែកម្រិត C4 ចង្រៃអស់ទៅនោះទេខ្ញុំវាគឺមិនមាននៅពេលវេលាច្រើនទេលើស្ថិតនៅក្នុងពេលនេះនៅមុនពេលដែលតម្រង់មួយវាបាត់ចេញទៅនៅគណៈពេលគេក៏បាននិយាយឬគេក៏បានចាប់ដើមប្រែក៏នៅមានភាពសុពិលខ្ញុំត្រូវការសម្រាប់រយៈពេល1ឆ្នាំហើយនៅពេលរយៈពេល1ឆ្នាំនោះវាក៏បានអស់ឯងត្រូវធ្វើការប្រើប្រាស់នៅវិធីណាមួយក៏ដោយដែលវាអាចទៅរួចដើម្បីធ្វើការសាក់សៀងរៀងរាល់ជើងខ្លាំងទាំងអស់នៃកម្រិត C2 ឬក៏ខ្ពស់ជាងនេះទៅចេញមកពីរដ្ឋចៅដើម្បីមកកាន់តំបន់នៃការបិទទ្វារវឹកខាងរបស់ខ្ញុំប្រសិនបើឯងអាចធ្វើនៅរឿងនេះបានអញ្ចឹងខ្ញុំនឹងប្រកល់ឯងនៅរង្វាន់ដ៏អស្ចារ្យមួយឬគេក៏បានលើកដៃរបស់គេឲ្យក៏បានចង្អុលទៅកាន់បង្ហើភ្លាមព័ត៌មានបានជ្រាបផ្សាយក្នុងចរបស់បង្ហើហើយស្ថិតនៅក្នុងពេលឥឡូវនេះឬគេក៏បានដឹងពីរបៀបដើម្បីធ្វើការបើកនៃច្រកចូលទៅកាន់តំបន់នៃការបិទទ្វារវឹកហាត់ALSឯងគឺត្រឹមតែជាអ្នកស្នងតំណែងតែម្នាក់ទៅកាន់បាក់ក្តីសង្ឃឹមរបស់ខ្ញុំកុំធ្វើឲ្យខ្លួនរបស់ឯងក៏ត្រូវបានស្លាប់ឲ្យសោះប្រសិនបើឯងត្រូវបានស្លាប់ខ្ញុំនឹងត្រូវធ្វើការស្វែងរកនៅប្រពន្ធចុងម្នាក់ដើម្បីទៅបូជាជាមួយនឹងឯងសំឡេងរបស់គេវាក្បត់បន្តលឺឡើងមិនតែរឿងការរបស់គេក្បត់ស្ដាប់ចេញទៅដែលវាគឺគ្មាននៅស្រមោលមួយដែលវាក្បត់នៅសេសសក់បង្ហើយគេក្បត់សម្លឹងមើលដល់ស្រឡាំងខាងសម្រាប់រយៈពេលមួយចំនួននៅមុនពេលដែលស្វាងឡើងមកវិញវាគឺស្ថិតនៅចំណុចមួយនេះដែលគេបានភ្ជាប់រកថាអ្វីគ្រប់យ៉ាងដែលវាក្បត់កាត់ឡើងវាគឺជាការព្យាយាមរបស់មហាសេរៈក្តីសង្ឃឹមដើម្បីធ្វើការបន្លាយនិងដាក់ផ្សាយខាងក្រៅចេញទៅដូច្នោះរកគាត់បានធ្វើការសម្រាប់នៅមនុស្ស3នាក់អស់ទៅនោះទេប៉ុន្តែវាក៏មានអ្វីបានកាត់ឡើងទៅកាន់តំពេគាត់ដែលរកគាត់នឹងឲ្យមកកាន់ខ្ញុំទៅស្ថិតនៅផ្សាយក្នុងបាក់ក្តីសង្ឃឹមតែមូលវាក៏មានត្រឹមតែបង្ហើតែម្នាក់ដែលបាននៅសេសសល់ដែលក៏បានឈរតែឯងដែលស្ថិតនៅលើភ្នំផ្ទៃខាងកើតឬគេបានសម្លឹងមើលពលឺពណ៌
ហោវីរស័ក្តិជាងទៅបន្ទាប់មកគេបានមន្ត្រីក្បាលរបស់គេអតីតបផ្សាយខាងក្រៅដែលដើមឡើយវាគឺមានភាពល្អនៅក្នុងពេលឥឡូវនេះវាគឺមានភាពស្អាតសូវច្បងស្រីស៊ូបានយកចាក់ជាងទៅសូវច្បងឆឹងក៏បានទៅកាន់តែមិនថៃខាងត្បូងសូម្បីតែមកក៏បានទៅបង្ហើយគេមិនដឹងទេថានៅពេលណាដែលរូគេនឹងជួបជាមួយនឹងពួកគេម្ដងទៀតតើវានឹងមានរយៈពេលជាច្រើនខែឬក៏ជាច្រើនឆ្នាំទៅស្នាក់របស់គេនៅក្នុងនាមជាសិស្សបាក់ផ្សាយនៅក្នុងម្នាក់រយៈពេល3ឆ្នាំរបស់គេដូចស្ថិតនៅក្នុងបាក់ក្តីសង្ឃឹមពួកវាក៏បានប្រែក្លាយទៅជាការចងចាំទាំងអស់បង្ហើយគេក៏បានអង្គុយចានស្គីមស្កាត់ស្ទើរលើដុំថ្មវាក៏មានរយៈពេលយូរវាក៏បានកន្លងផុតទៅហើយបន្តិចម្ដងផ្កាយវាក៏បានបង្ហាញឡើងចេញមកម្ដងមួយបន្ទាប់មកពេលប្រលប់វាក៏បានមកដល់បង្ហើយគេក៏បានដកដង្ហើមធំហើយក៏បានងើបនៅក្បាលរបស់គេពួកគេទាំងអស់បានចាក់ចេញទៅហើយខ្ញុំស្ថិតនៅទីនេះដែលនៅស្ថិតនៅក្នុងរដ្ឋចៅភ្លាមមកហើយគេក៏មានអារម្មណ៍ថានឹកផ្ទះបើទោះបីជាគេបានធ្វើការលក់នៅផ្ទះបពៈបរោះចាស់របស់គេដែលស្ថិតនៅក្នុងស្រុកយុនជីគេក៏នៅតែនឹកនៅក្រែចាស់របស់គេសូម្បីតែដូចឆ្នោមកហើយគេនឹកនៅភ្នំតាឈីងគេនឹកនៅស្នាមញញឹមនៅពោពេញដោយសេចក្តីច្រឡំរបស់ម្ដាយរបស់គេហើយនិងឪពុករបស់គេដែលក៏តែហាក់បីដូចជាមានភាពភ័យខ្លាចទៅកាន់ម្ដាយរបស់គេរាល់វាទាំងអស់ហាក់បីដូចជាវាក៏មានភាពស្វិចស្ពើបន្តិចបន្តួចមកហើយក៏បានក្រវីក្បាលរបស់គេហើយនៅក្រាក់ពេលកម្មស្មៃនៅពេលប្រលឹមវាក៏បានបង្ហាញឡើងចេញមកហើយគេក៏បានក្រោកឈរឡើងវាក៏មិនចាំបាច់ធ្វើការស្វែងរកទៅលើបាក់ក្តីសង្ឃឹមអ្វីគ្រប់យ៉ាងដែលវាគឺមាននៅតម្លៃវាក៏ត្រូវបាត់ចេញទៅអររយៈពេលយូរណាស់មកហើយដល់វាក៏ត្រូវបានយកចេញទៅស្រោចជើងខ្លាំងចេញមកពីរដ្ឋចៅវាក៏មាននៅភាពរសេស្អាតស្កបង្ហើយគេក៏បានបោះស្លឹកដីចេញពីសម្លៀកបំពាក់របស់គេបន្ទាប់មកក៏បានផ្លាស់ប្ដូរចេញពីសម្លៀកបំពាក់ពណ៌ប្រាក់នៃបាក់ផ្ទៃកខុងរបស់គេដែលបានផ្លាស់ប្ដូរត្រឡប់ទៅជាសម្លៀកបំពាក់អ្នកសិក្សាដែលគេក៏បានពាក់នៅកាលពីពេលមុនបង្ហើយបានសម្លឹងមើលទៅកាន់ប្រាក់ទឹកដែលក៏បានរះហើយក៏បានដកខាំធំស្ថិតនៅក្នុងជំរៅជ្រៅស្ថិតនៅក្នុងរាងកាយរបស់គេស្នូនេះអាងទឹកពណ៌មាសរបស់គេហាក់បីដូចជាបង្ហាញចេញនៅពពុះហើយស្ថិតនៅផ្ទៃក្នុងវាស្នូបេសាយវាក៏បានធ្វើការបង្ហាញចេញថាពូមានដែលវាក៏បានធ្វើការបំពេញហើយបានធ្វើការចិញ្ចឹមនៅរាងកាយរបស់បង្ហើយខ្ញុំវាក៏ស្ថិតនៅមិនឆ្ងាយខ្លាំងពេកចេញពីស្ទប់ទី2នៃកម្រិតទី1ទេខ្ញុំអាចទទួលអារម្មណ៍ដឹងទៅលើចំណុចជាប់គាំងបង្ហើយគេក៏បានដើរទៅមុខលើកម្រិតនៅថងដែររបស់គេវាក៏មានរដាហោះចំនួន2វាក៏បានបង្ហាញឡើងចេញមកហើយក៏បានដើរទៅក្រោមជើងរបស់គេគេក៏បានហោះចុះទៅក្រោមហើយក៏បានចាក់ចេញពីបាក់ក្តីសង្ឃឹមដែលក៏បានធ្វើការប្រើប្រាស់នៅវិជាកូនមួយនេះជាមួយរដាហោះវាក៏បានប្រឡឲ្យគេនៅសមត្ថភាពដើម្បីធ្វើការហោះប៉ុន្តែស្តីងគ្នាទៅកាន់សិស្សច្បងស្រីស៊ូជាមួយនឹងទងខ្យល់របស់នាងវាក៏ត្រឹមតែជាការហោះបណ្ដោះអាសន្នតែប៉ុណ្ណោះវាក៏មិនមាននៅរយៈពេលយូរនោះទេនៅចុងបញ្ចប់បង្ហើយគេក៏អាចចាក់ចេញពីតំបន់នៃបាក់ក្តីសង្ឃឹមជាទីកន្លែងមួយដែលគេមិនបានចាក់ចេញរយៈពេល3ឆ្នាំពេលវាក៏បានកន្លងផុតទៅហើយតែក៏ប្រថែរក្សានៅលបឿនដើររបស់គេបង្ហើយបន្តិចម្ដងគេក៏បានបង្ហាញខ្លួនចេញពីតំបន់ជួរភ្នំបន្ទាប់ពីរយៈពេល2ថ្ងៃខ្ញុំមិនមានភាពរកាវិជានោះទេតែវាក៏មានរយៈពេលយូរប៉ុណ្ណាដែលសិស្សច្បងស្រីស៊ូបាននាំយកខ្ញុំមកកាន់បាក់បង្ហើយគេក៏បាននិយាយទៅកាន់ខ្លួនរបស់គេដែលក៏បានធ្វើការសម្លឹងមើលត្រឡប់ទៅកាន់ភ្នំវិញវាក៏មានរយៈពេលប្រហែលថ្ងៃប៉ុន្តែខ្ញុំបានសន្លប់ស្ថិតនៅក្នុងករណីណាមួយខ្ញុំគិតថាលបឿនរបស់នេះស្ថិតនៅក្នុងពេលវេលាមួយនោះវាក៏គួរតែស្តីងគ្នាទៅកាន់លបឿនស្ថិតនៅក្នុងពេលបច្ចុប្បន្នរបស់ខ្ញុំទៅកាន់អ្នកវឹកហាត់រត់ចៅវាក៏មិនមាននៅទំហំធំខ្លាំងទេប៉ុន្តែទៅកាន់មនុស្សធម្មតាវាក៏ជាតំបន់វាក៏មាននៅទំហំធំលងនៅអ្វីគួរសមស្ថិតនៅក្នុងពេលឥឡូវនេះខ្ញុំក៏ស្ថិតនៅក្នុងផ្នែកខាងជើងនៃរដ្ឋចៅខ្ញុំគួរតែមិនស្ថិតនៅឆ្ងាយខ្លាំងពេកទេដែលចេញមកពីស្រុកយុនជីស្ថិតនៅក្នុងរយៈចម្ងាយបង្ហើយគេអាចមើលឃើញនៅអ្វីដែលវាក៏ស្ទើរតែមើលទៅដូចជាកញ្ចក់មួយដែលវាក៏បានស្ថិតលើផ្សេងដីដែលវាក៏មានសភារាស្មើនោះវាក៏ជាអ្វីដែលវាក៏ត្រូវបានហៅថាសមុទ្រផ្នែកខាងជើងស្ថិតនៅក្នុងពេលឥឡូវនេះដែលខ្ញុំធ្វើការគិតពាក់ព័ន្ធទៅលើវាជាមួយនឹងទងខ្យល់ហើយក៏បានស្ថិតនៅស្រុកទី7នៃកម្រិតទី1សិស្សច្បងស្រីស៊ូអាចធ្វើការហោះជាបណ្ដោះអាសន្នប៉ុន្តែវានឹងធ្វើឲ្យថាពូវិញ្ញាណរបស់នាងវានឹងរៀងស្គួតដែលវាក៏មានលឿនលឿនរូបនាងគួរតែបានធ្វើការហោះស្ថិតនៅរយៈចម្ងាយឆ្ងាយខ្លាំងទេប្រសាទផ្ទៃរបស់មកហើយក៏បានភ្លឺផ្លែនជាមួយនឹងការនឹករលឹកគេក៏បានចាក់ចេញពីស្រុកយុនជីរយៈពេល3ឆ្នាំហើយចេតនារបស់គេដើម្បីវិលត្រឡប់មកវិញវាក៏បានប្រែការខ្លាំងទៅបង្ហើយគេបានដឹងថាបន្ទាប់ពីឆ្លងកាត់នៅសមុទ្រផ្នែកខាងជើងគេនឹងត្រូវការនៅរយៈពេលកន្លះថ្ងៃដើម្បីទៅដល់ភ្នំតាឈីងដែលក៏បានធ្វើការដកដង្ហើមធំយ៉ាងជាជ្រៅមកហើយគេក៏បានបន្តទៅមុខបន្តិចម្ដងនៅក៏បានបន្តនៅស្ថិតនៅច្រាំងនៃសមុទ្រខាងជើងគេក៏បានសម្លឹងមើលទៅក្រោមហើយស្ថិតនៅផ្ទៃខាងលើនៃបឹងនៅវាក៏មានភាពស្កប់ស្កានគេក៏អាចមើលឃើញនៅចំណាំងផ្លាត់របស់គេដែលស្ថិតក្នុងទឹកគេក៏ឡើងជាយុវជនម្នាក់តទៅទៀតគេក៏មើលទៅមានអាយុប្រហែលជា20ឆ្នាំស្ថិតនៅចំណុចកណ្ដាលនៃភាពស្គមស្កានវាក៏មាននៅសម្លេងស្រែកដ៏កក់ក្ដៅមួយដែលវាក៏បានលើឡើងចេញមកក៏បានធ្វើការបំបីនៅការគិតរបស់មកហើយសួស្ដីលោកប្អូនតើលោកប្អូនចង់ធ្វើការឆ្លងកាត់នៅសមុទ្រដែរឬទេវាក៏មាននៅទូកតូចមួយដែលវាក៏បានធ្វើដំណើរឆ្លងកាត់ទៅលើទឹកដែលក៏បានឈ្មោះសម្ដៅទៅកាន់មកហើយទៅដោយបរិបវ័យចំណាំម្នាក់មុខរបរគេវាក៏ត្រូវបានក្រដាប់ជាមួយនឹងផុសតាំងទៅលើការខិតខំប្រឹងប្រែងទៅលើជីវិតប៉ុន្តែគេក៏បាននិយាយជាមួយនឹងស្នាមញញឹមមួយ
ខ្ញុំគំមាននៅបំណងប្រសាដើម្បីធ្វើការរំខានលោកទេបង្ហើរគេក្បាលនិយាយលើក្បួនសម្លឹងមើលទៅគឺមានការចាប់អើវាគឺគ្មានបញ្ហានោះទេបើរវ័យចំណាស់ក្បាលនិយាយខ្ញុំក៏តែបានធ្វើការដឹកមនុស្សឆ្លងកាត់លើមហាសមុទ្រសម្រាប់រយៈពេលជាច្រើនឆ្នាំខ្ញុំវាក៏ពិតជាមាននៃការគ្រប់សរសើរទៅកាន់អ្នកសិក្សាទៅមានន័យក៏សោវ័យក្មេងដែលដូចជាខ្លួនរបស់លោកប្អូនរកគេក្បាលធ្វើការរុញស៊ូទៅចិត្តបង្ហើនៅក្បួនធ្វើការផ្ដោតនៅការអស់របស់គេវាក៏មាននៅស្ត្រីវ័យក្មេងម្នាក់ដែលស្ថិតនៅផ្ទៃក្នុងទូកដែលមានអាយុប្រហែលជា7ទៅ8ឆ្នាំរូបនេះក៏បានឲ្យនៅស្ថិតនៅចំពីមុខកូនឆ្នាំងដីមួយដល់ក្បួនធ្វើការដុតភ្លើងនៅគណៈពេលដែលនោះបានធ្វើការដាំទឹកស្ថិតនៅផ្ទៃក្នុងឆ្នាំងទឹកវាក៏មាននៅដបនៃស្រានេះគឺជាខ្យល់ស្រីរបស់ខ្ញុំប្រវ័យចំណាក់ក្បាលនិយាយនៅគណៈពេលដែលគេក៏បានធ្វើការបង្វែរទូកវាគឺជារឿងដែលកសលដែលរូបនេះគឺជាក្មេងស្រីប្រសិនបើរូបនេះគឺជាក្មេងប្រុសខ្ញុំនឹងបានធ្វើការបញ្ជូនរូបនេះចេញទៅឲ្យប្រែខ្លាចជាអ្នកសិក្សាម្នាក់បងប្អូនតូចរូបគេក៏បាននិយាយជាមួយនឹងស្នាមញញឹមមួយសារលោកប្អូនមកពីទីណាទៅក្មេងស្រីតូចបានធ្វើការសម្លឹងមើលដល់កាន់បង្ហើរខ្សែផ្ទៃទៅពោពេញទៅដោយភាពបរិសុទ្ធរបស់រូបនេះក៏បានបាក់ឡើងយ៉ាងធំហើយក៏មានភាពស្ទាក់ស្ទើរខ្ញុំគឺជាអ្នកសិក្សាវ័យក្មេងដែលមកពីស្រុកយន្តជីបង្ហើរគេក៏បានញញឹមជាមួយនឹងស្នាមញញឹមមួយដែលស្ថិតនៅក្រោមភ្នំតាឈិងស្រុកយន្តជីនោះវាគឺជាទីកន្លែងដ៏ល្អមួយកាលពីរយៈពេលជាឆ្នាំមុនវាក៏មានសញ្ញាដែលមាននៅរដ្ឋអំណាចមួយវាក៏បង្ហាញឡើងនៅទីនោះវាក៏ថាទៅបានធ្វើការសម្រាប់នៃការចាប់អារម្មណ៍នៃមន្ត្រីរាជការបរិវ័យចំណារគេក៏បានធ្វើការលើកយកនៅដបស្រាអាកាសធាតុមួយនេះវាក៏មានប្រាទៅជាត្រជាក់ហើយរាងកាយរបស់ខ្ញុំអាចទ្រាំជាមួយវាបានទេណែផឹកវាទៅរូបគេក៏បានធ្វើការហុចនៅដបស្រាឈ្មោះសម្ដៅទៅកាន់បង្ហើតើលោកប្អូនអាចផឹកបានដែរឬទេបង្ហើរគេក៏បានស្គាល់ទៅលើសញ្ញាដែលមាននៅរដ្ឋអំណាចដែលបរិវ័យចំណាស់បាននិយាយវាក៏មានរយៈពេល10ឆ្នាំនៅថ្ងៃនេះមុនពេលដែលឪពុកម្ដាយរបស់គេបានបាត់ខ្លួននៅពេលដែលបង្ហើរគេក៏បានគិតទៅលើរឿងមួយនេះបីដូចរបស់គេវាក៏បានប្រើទៅជាមានភាពឯកាបន្តិចឬគេគឺមានការស្ទាក់ស្ទើររយៈពេលមួយទៅបកឬគេមិនដែលបានផឹកស្រានៅការពេលមុនទេការពេលដែលស្ថិតនៅក្នុងស្រុកយន្តជីឬគេក៏បានរស់នៅស្ថិតនៅក្នុងភាពអត់ឃ្លានហើយវាគឺគ្មាននៅសារ៉ាដែលស្ថិតនៅក្នុងបាក់ក្តីសង្ឃឹមនោះទេរូបគេក៏បានលើកយកនឹងមានបែងឡើងហើយក៏បានអនុញ្ញាតឲ្យបរិវ័យចំណាស់ធ្វើការបំពេញវិបន្ទាប់មកក៏បានធ្វើការផឹកមួយក្អឹកវាក៏មានភាពកក់ក្ដៅដល់ហល់មួយព្រមព្រៀងវាក៏បានធ្វើការបំពេញទៅលើបេះដូងរបស់គេបន្ទាប់មកដល់យើងក៏បានរីកសុខស្លាយឆ្លងកាត់ទៅលើរឿងការរបស់គេលោកតាតើលោកតាបានធ្វើការចំណងមនុស្សដែលស្ថិតនៅទីនេះសម្រាប់រយៈពេលយូរប៉ុណ្ណាហើយបង្ហើរគេក៏បានធ្វើការសម្លឹងមើលឬការបរិវ័យចំណាស់បន្ទាប់មកគេក៏បានធ្វើការផឹកមួយកាក់ទៀតរយៈពេល20ឆ្នាំបរិវ័យចំណាស់ក៏បានធ្វើការឆ្លើយតបជាមួយនឹងសម្លេងសើចមួយស្ថិតនៅក្នុងជីវិតរបស់ខ្ញុំបានធ្វើការចម្លងនៅមនុស្សជាច្រើនដែលឆ្លងកាត់ទៅលើសមុទ្រផ្ទៃខាងជើងមួយនេះខ្ញុំក៏បានមើលឃើញនៅរឿងរ៉ាវជាច្រើនហើយពិតប្រាកដណាស់ខ្ញុំបានរៀនស្វែងយល់ដឹងយ៉ាងច្រើនដែលជាប់ពាក់ព័ន្ធនឹងការរបៀបដែលមនុស្សនឹងមាននៅការសន្ទនាសូមកុំសើខ្ញុំអីសារណាដឹងទៅវាក៏មានរយៈពេលប្រហែលឆ្នាំហើយដែលបឹងមួយនេះវាក៏បានស្ថិតនៅទីនេះខ្ញុំក៏បានមើលឃើញនៅមនុស្សជាច្រើនផងដែរមនុស្សចងចាំវាហើយវាចងចាំមនុស្សបរិវ័យចំណាស់ក៏បានធ្វើការលើកនៅបែងសាររបស់គេហើយក៏បានផឹកមួយកាក់បង្ហាញបានសម្លឹងមើលទៅការបរិវ័យចំណាស់រយៈពេលមួយច្របល់នេះវាគឺជាពេលវេលាដំបូងដែលគេធ្លាប់បានស្ដាប់ឮនៅមនុស្សណាម្នាក់ដែលបានធ្វើការនិយាយដែលស្ថិតនៅក្នុងរបៀបមួយនេះឬគេក៏បានធ្វើការសម្លឹងមើលត្រឡប់ទៅកាន់បឹងវិញដែលក៏បានធ្វើការនិយាយទៅការខ្លួនរបស់គេដែលហាក់បីដូចជាក៏បានបាត់បង់នៅស្ថិតនៅក្នុងការគិតនេះវាគឺច្បាស់ណាស់វាគឺជាបឹងមួយបង្ហើរគេព្រមព្រៀងក៏បាននិយាយថាហេតុអ្វីបានជាមនុស្សហៅវាថាសមុទ្រផ្ទៃខាងជើងទៅប្រវ័យចំណាស់បានធ្វើការគិតអរិយាពេលមួយច្របល់បន្ទាប់មកក៏បានញឹមបឹងវាក្អែរីងស្គួតដែលប្រែទៅជាមានភាពស្គមស្កាត់ហើយប្រែទៅជានឹងធ្មឹកប្រសិនបើរឿងមួយវាបានកើតឡើងវាគឺគ្មាននៅសភាវៈដែលមានជីវិតណាមួយវានឹងនៅសេសសល់ប៉ុន្តែសមុទ្រវានឹងមានជារៀងរហូតហើយវាក៏អាចផ្ទុកលើទឹកនៃទន្លេហើយនឹងបឹងដែលវាក៏មាននៅចំនួនច្រើនម្ដងប្រហែលថាមនុស្សគឺគ្រាន់តែមិនចង់ឲ្យបឹងចេញទៅដូច្នោះពួកគេក៏បានធ្វើការដាក់ឈ្មោះវារបៀបមួយនោះនៅពេលដែលរឿងរ៉ាវទាំងអស់វាក៏ត្រូវបាននិយាយហើយវាក៏ត្រូវបានធ្វើប្រសិនមកមនុស្សម្នាក់ជឿជាក់ថាវាគឺជាបឹងមួយអញ្ចឹងវាគឺជាបឹងមួយប្រសិនមកមនុស្សម្នាក់ជឿជាក់ថាវាគឺជាសមុទ្រមួយអញ្ចឹងវាគឺជាសមុទ្រមួយនៅពេលដែលបង្ហើបានស្ដាប់ឮនៅវាសម្លេងរបស់បរិវ័យចំណាស់ជារបស់បង្ហើព្រមព្រៀងក្បាន់ញ័រដៃតែខ្លួនការនៅពេលស្រាវាក្បាន់ចាប់ដើមញ័រហើយគេក្បាន់សម្លឹងមើលទៅក្រៅទៅកាន់ទឹកបឹងដែលស្ទើរស្ថិតនៅក្នុងភាពភ្លឹកមួយឬគេហាក់បីជាបាត់បង់ទៅលើដំណើរនៃពេលវេលាវាក្បាន់កន្លងផុតទៅហើយស៊ូវាក្បាន់ទៅដល់ច្រាំងបង្ហើគេក្បាន់ដកចេញនៅប្រាក់មួយចំនួនហើយបន្តមកគេក្បាន់ធ្វើការប្រកួតវាដោយបរិវ័យចំណាស់គេក្បាន់ប្រឡឲ្យនៅបរិវ័យចំណាស់នៃការអនុគ្រប់យ៉ាងជាជ្រៅមួយបន្តមកក្បាន់ធ្វើការសម្លឹងមើលនៅគណៈពេលស៊ូវាក្បាន់សាដាក់ចេញទៅស្តាប់ទៅរបស់គេក្បាន់ភ្លឺចេញចាំងឡើងជាមួយនឹងពលឺដ៏ចម្លែកមួយគេបានចាក់ចេញទៅបន្តែជំនួសវិញក្បាន់អង្គុយបត់ជើងចោតដែលស្ថិតនៅលើច្រាំងដែលក្បាន់ធ្វើការសម្លឹងមើលទៅកាន់ទឹក
ហើយនឹងស៊ូដៃកានៅកំណត់បាត់ចូលរកតែក្នុងរយៈចម្ងាយរូគេក៏អាចស្ដាប់ឮនៅបរិវេណចំណាស់ដែលកំណត់សោចប្រសិនបើមនុស្សម្នាក់ជឿជាក់ថាវាគឺជាបឹងមួយអញ្ចឹងវាគឺជាបឹងមួយប្រសិនបើមនុស្សម្នាក់ជឿជាក់ថាវាគឺជាសមុទ្រអញ្ចឹងវាគឺជាសមុទ្រសំឡេងរបស់បរិវេណចំណាស់ក្បំឬឡើងក្នុងការទៅលើរយៈចម្ងាយវាក៏ហាក់បីដូចជាប្រសិនបើរូគេមិនមែនកំណត់បាត់ខ្លួនចូលរកតែក្នុងរយៈចម្ងាយប៉ុន្តែក៏ប៉ុន្តែធ្វើការបញ្ចូលចូលរកតែក្នុងវាបង្ហើយក្បាលអង្គុយនៅទីនោះនៅស្ថិតនៅក្នុងភាពភ្លឹកមួយរូគេក្បាលអង្គុយនៅទីនោះអស់រយៈពេល3ថ្ងៃបង្ហើយរូគេមកបានកម្រើកសរសោះដើមឡុងពេលវេលាមួយនោះជំនួសវិញក៏ប៉ុន្តែធ្វើការស្មឹងមើលយ៉ាងស្គមស្កាត់ទៅកាត់បឹងវាសំដីរបស់បរិវេណចំណាវាក៏មិនទៅបំភ្លឺឡើងនៅស្ថិតនៅក្នុងចិត្តរបស់គេបឹងវាក៏អាចរៀងស្គួតប្រែទៅជាមានភាពស្គមស្កាត់ដែលប្រែទៅជានៅថ្មឹងប្រសិនបើរឿងមួយវាបានកាត់ឡើងវាគឺគ្មាននៅសភាវៈមានជីវិតណាម្នាក់ដែលវានៅសេសសល់ប៉ុន្តែសមុទ្រវានៅជារៀងរហូតហើយវាក៏អាចផ្ទុកនៅទឹកនៃបឹងនិងទន្លេដែលវាក៏មាននឹងចំនួនច្រើនម្ដងស្ថាបភាពរបស់បង្ហើយព្រមព្រៀងក្បត់ផ្លើកហើយ Snow បឹងមានស្ថិតនៅផ្ទៃក្នុងរាងកាយរបស់គេហាក់បីដូចជាគ្មាននៅព្រំដែនប៉ុន្តែស្ថិតនៅក្នុងរស័ព្ទរបស់បង្ហើយវាក៏នៅតែជាបឹងមួយសិនបើខ្ញុំជឿជាក់ថាវាគឺជាបឹងមួយអញ្ចឹងវាគឺជាបឹងសិនបើខ្ញុំជឿជាក់ថាវាគឺជាសមុទ្រអញ្ចឹងចាប់ពីពេលនេះតទៅឲ្យវាប្រែក្លាយទៅជាសមុទ្រចោះវាក៏មាននៅសំឡេងដូចជាក្រសែមួយដែលវាត្រូវបានពោពេញទៅលើបង្ហើយ Snow បឹងវាក៏បានចាប់ដើមពោះ control ហើយក៏បានខូចចូលគ្នាដោយវាគឺគ្មាននៅជំនួយទៅលើក្របថ្នាំណាមួយទេវាព្រមព្រៀងក៏បានបង្រីកបង្ហើយគេបាននឹងទៅលើររឿងអស់នេះទេប្រសើរទៅរបបគេក៏បាត់បិទយ៉ាងតឹងណែនឬគេក៏បានជ្រោមផ្សាយក្នុងស្ថានភាពដ៏ចម្លែកមួយពាក្យសម្ដីរបស់បរិវេណចំណាស់បានធ្វើការបបំពេញនឹងចិត្តរបស់គេឬគេបានកាត់សម្គាល់ដឹងវាប៉ុន្តែស្ថិតនៅជំនឿរបស់គេថាពូវិញ្ញាណគ្មាននៅព្រំដែននៃឋានសួគ៌និងវត្ថុនេះវាក៏បានចាប់ដើមធ្វើការប្រមូលផ្ដុំដោយកំណត់ធ្វើការរំពត់រាងកាយរបស់គេហើយបន្តមកកំពុងតែចូលរួមផ្សាយក្នុងរលោវាក៏បានបំបែកចេញឆ្លងកាត់ទៅលើសមុទ្រផ្សាយខាងជើងហើយស្ថិតនៅផ្សាយក្នុងការដែលកំពុងតែខូចចូលគ្នារបស់វាក៏មាននឹងចំនួនធំសម្បើមថាពូញិនមួយវាក៏បានរះឡើងមកដែលវាក៏បានប្រញាប់ទៅមុខហើយក៏បានធ្វើការរំពាត់នៅបង្ហើយសមុទ្រផ្សាយខាងជើងក៏បានធ្វើការបង្ហាញចេញនៅទៅឬក៏និយាយទៅវាក៏បានធ្វើការបង្ហាញចេញនៅភ្លើងវឹកខាត់នៅក្នុងពេលនេះអ្នកវឹកខាត់ក៏ប្រសិទ្ធ3ម្នាក់អាចមើលឃើញទៅលើអ្វីដែលគួរនឹងកាត់ឡើងរូគេនឹងពិតជាមាននឹងការផ្ចាប់អាយ៉ាងខ្លាំងប្រភេទមនុស្សទៅលើការឆ្វេងយល់ទៅលើភ្លើងវឹកខាត់វាក៏ត្រឹមតែអាចទៅរួចសម្រាប់មនុស្សម្នាក់ដែលស្ថិតនៅឯកម្រិតទី5បន្ថែមលើប្រទេសទៅទៀតវាតម្រូវការឲ្យវាក៏មានចំនួនយ៉ាងធំសម្បើមមួយនៃលៀបសំណាងប៉ុន្តែស្ថិតនៅទីនេះបង្ហើយឬគេក៏បានឈានចូលទៅដល់នៅចំណុចចាប់ផ្ដើមរួចហើយហេតុផលដែលគេអាចទទួលបាននូវផលជោគជ័យទៅលើរឿងមួយនេះផ្សាយទៅធំវាក៏ដោយសារតែ Snow បិសាចដែលស្ថិតនៅក្នុងរាងកាយរបស់គេវាគឺជា Snow នៃនាគ្រីទឹកភ្លៀងហោះជាសត្វបិសាចវិញ្ញាណបុរាណមួយក្បាលដែលកន្ទុយរបស់វាក៏អាចប្រែប្រួលឬប្រែក្លាយទៅជាបិសាចតាមពិតទៅស្ថិតនៅក្នុងឆ្នាំនោះដែលបង្ហើយគេក៏បានយល់ស្បិនមើលឃើញនៅនាគ្រីទឹកភ្លៀងហោះបង្ហើយគេក៏បានឈានចូលទៅដល់នៃការឆ្វេងយល់ទៅលើភ្លើងវឹកខាត់រួចហើយរយៈពេល3ថ្ងៃវាក៏បានឡងផុតទៅនេះចង់បញ្ចប់បង្ហើយក៏បានបើកខ្សែភ្លើងរបស់គេពួកវាក៏បានភ្លឺចាញ់ចាំងឡើងមកជាមួយនឹងពន្លឺពណ៌មាសមួយស្ថិតនៅក្នុងរាងកាយរបស់បង្ហើយ Snow នៃបឹងរបស់គេវាក៏បានកើនឡើងទៅដល់ចំនួនគុណនឹង2ឬ1នៅគណៈពេលដែលបង្ហើយបានធ្វើការសិក្សាមើលវាបង្ហើយគេក៏បានភ្ញាក់លើកថានេះវាក៏ឡើងជាបឹងមួយតទៅទៀតហើយវាគឺជា Snow សមុទ្រមួយបង្ហើយគេបានជឿជាក់ថាវាគឺជាសមុទ្រមួយដូច្នោះហើយវាគឺជាសមុទ្រទឹកសមុទ្រវាក៏បានបោកបក់ហើយលោកវាក៏បានខ្ចាក់ខ្ចាយទៅ Snow បិសាចវាក៏នៅតែមានស្ថិរភាពដែលវាក៏បានធ្វើការបង្ហាញចេញថាពូវិញ្ញាណដែលវាក៏បានធ្វើការបំពេញនៅរាងកាយទាំងមូលរបស់បង្ហើយដែលក៏បានធ្វើការប្រើប្រាស់នៅវិជាគុណដែលគេបានធ្វើការរៀនចេញពីមហាគម្ពីរវិញ្ញាណបង្ហើយគេក៏បានធ្វើការប្រមូលរដ្ឋាពលរាងកាយរបស់គេក៏បានជាដើមភ្លឺជាមួយនឹងភ្លឺពណ៌មាសមួយដូចជាប្រសិនបើវាគឺមានរបស់អ្វីមួយភ្លឹមភ្លឺវាក៏បានបែកចេញមកផ្សាយក្នុងរាងកាយរបស់គេភ្លឺពណ៌មាសវាក៏បានផ្សាយភីចេញមកជាមួយខ្លួនរបស់បង្ហើយដែលវាក៏មាននៅប្រវែង9ម៉ែត្រចូលរួមផ្សាយក្នុងគ្រប់ទិសទីកន្លែងទាំងអស់ស្ថិតនៅក្នុងពេលនេះកម្រិតវឹកខាត់របស់បង្ហើយភ្លឺភ្លឺវាក៏បានកើនឡើងដែលក៏បានមកបែកឆ្លងកាត់នៅចំណុចជាប់គាំងនៃសប្តាហ៍ទី6ដែលក៏បានឈ្មោះច្រោះផ្សាយក្នុងសប្តាហ៍ទី7នៃកម្រិតទី1តែម្ដងបើទោះបីជាបង្ហើយឬគេក៏ទៅបានបាយឆ្លងកាត់ទៅកាន់សប្តាហ៍ទី7ថាពលរបស់គេវាក៏ដូចគ្នាដូចជាបើសិនបើគេក៏បានឈានចូលទៅកាន់ចំណុចកម្ពស់របស់វារឿងមួយនេះវាគឺពីព្រោះដោយសារតែស្ថិតនៅក្នុងតំបន់នៃបណ្ដុំថាពលរបស់បង្ហើយវាក៏ឡើងជា Snow បឹងមួយស្រទៀតហើយប៉ុន្តែវាក៏ជា Snow សមុទ្របង្ហើយគេដោយជាក្បានក្រោមចុះឡើងឲ្យក្បានធ្វើការសម្លឹងមើលទៅកាន់សមុទ្រផ្ទៃខាងជើងជាមួយនឹងដៃរបស់គេដែលបានធ្វើការក្រោបក៏រុំបង្ហើយគេក៏បានអន់គ្រប់ទៅកាន់សមុទ្រយ៉ាងជ្រាលជ្រៅជារបស់គេវាក៏ត្រូវបានពោពេញជាមួយនឹងការពណ៌នាដែលគេក៏បានធ្វើការអានដោយស្ថិតនៅផ្នែកក្នុងវិមានវេទមន្តនៃបាក្ដីសង្ឃឹមទៅលើបិសាចផ្សេងនៃទ្វីបណានសាននៅពេលណាដែលបិសាចមាននៅវត្តមានដែលវានឹងមាននៅបិសាចដែលបានបង្ហាញឡើងជាភ្នំបិសាចដែលវាក៏បានបង្ហាញឡើងជាទន្លេហើយបិសាចដែលវាក៏បានបង្ហាញឡើងជារុក្ខជាតិហើយនិងសត្វនៅក្នុងថ្ងៃនេះសម្រាប់ផ្សាយខាងជើងបានធ្វើការបង្ហាញនៅភ្លើងវឹកខាត់នៅថ្ងៃមួយនៅពេលដែលកម្រិតវឹកខាត់របស់ខ្ញុំវាគឺខ្ពស់គ្រប់គ្រាន់ខ្ញុំនឹងធ្វើត្រឡប់មកកាន់ទីនេះ
ហើយជួយឯងប្រែខ្លាយទៅជាសមុទ្របង្ហើរគេក្បន់សម្លឹងមើលទៅកាន់សមុទ្រផ្នែកខាងជើងបង្ហើរគេមានភាពប្រកបវិទ្យាសាស្ត្រសាបឹងមួយនេះដែលវាក៏មាននៅបំណងប្រាថ្នាដើម្បីប្រែខ្លាយទៅជាសមុទ្រមួយឬក៏អត់ដែលវាក៏ដូចជាការពិពណ៌នាដែលគេក្បន់ធ្វើការអានដែលជាប់ពាក់ព័ន្ធទៅកាន់រឿងជាមួយនឹងជីវិតបិសាចមួយមិនថាវាគឺជារឿងអ្វីនោះទេវាក៏បានជួយឲ្យរកគេបងអបាយឆ្លងកាត់នៅស្ថិតនៅក្នុងកម្រិតវឹកហាត់របស់គេដោយបានជួយរកគេធ្វើការកែប្រែនៅ snow បឹងរបស់គេឲ្យប្រែខ្លាយទៅជា snow សមុទ្ររកគេក៏ត្រូវធ្វើការសងនៅសេចក្តីចិត្តល្អវាក៏មានត្រឹមតែវិធីតែម្យ៉ាងតែប៉ុណ្ណោះដើម្បីជួយឲ្យបឹងមួយនេះវាប្រែខ្លាយទៅជាសមុទ្របន្ទាប់ពីពេលវេលាមួយចំនួនវាបានកន្លងផុតទៅមកហៅរកគេក្បាត់បាយហើយក្បាត់ធ្វើដំណើរឈ្មោះសម្ដែងទៅកាន់ភ្នំតាឈិក